គ្រោះរាំងស្ងួតដ៏អាក្រក់បានវាយប្រហារភូមិមួយក្បែរជើងភ្នំត្បែងទឹកបឹងរីងស្ងួតអ្នកភូមិរស់នៅក្នុងភាពអស់សង្ឃឹមយុវជនក្លាហានឈ្មោះលទ្ធីបានសម្លឹងមើលទៅកំពូលភ្នំត្បែងដ៏ពិសិដ្ឋដោយសង្ឃឹមថានឹងអាចស្វែងរកអ្នកសច្ចាំងដើម្បីសុំជំនួយខ្ញុំត្រូវតែឡើងទៅដល់កំពូលភ្នំដើម្បីអ្នកភូមិយើងខ្ញុំនឹងធ្វើឲ្យបានគ្រាន់តែឈានជើងចូលដល់ជើងភ្នំភ្លាមរិទ្ធីហាក់ដូចជាបានដើរចូលទៅក្នុងពិភពមួយផ្សេងទៀតដែលពោពេញដោយវេទមន្តនិងភាពស្ងប់ស្ងាត់ដំណើរឡើងភ្នំត្បែងមិនមែនជារឿងងាយស្រួលឡើយវាទាមទារនូវកម្លាំងកាយនិងកម្លាំងចិត្តដ៏មុតមាំបំផុតនៅតាមផ្លូវរិទ្ធីត្រូវឆ្លងកាត់ការលបងប្រាជ្ញាគំនោមាសប្រាក់ទឹកបានលេចឡើងដើម្បីលបងចិត្តគេប៉ុន្តែគេមិនព្រមប៉ះពាល់វាឡើយមាសប្រាក់ទាំងនេះមិនអាចជួយស្រោចស្រពស្រែចម្ការអ្នកភូមិខ្ញុំបានទេគេបានបន្តដំណើររហូតដល់ទឹកធ្លាក់ដ៏ស័ក្តិសិទ្ធិទឹកនៅទីនេះត្រជាក់ស្រឹបហើយបានលាងជម្រះរាល់ភាពនឿយហត់របស់គេទឹកនេះមានរសជាតិផ្អែមនិងកក់ក្ដៅដល់បេះដូងណាស់ស្រាប់តែខ្លះទឹកដ៏ធំសម្បើមដែលជាសត្វយាមភ្នំបានលេចរៀងឡើងបាំងផ្លូវរបស់គេខ្ញុំបានមកទីនេះដោយចិត្តបរិសុទ្ធសូមលោកម្ចាស់ភ្នំមេដាបើកផ្លូវផងដោយដឹងថានេះជាការលបងចិត្តរិទ្ធីមិនបានតបតឡើយគេបានលើកដៃសំពះដោយសេចក្តីគោរពនិងស្មោះត្រង់បំផុតខ្លាទឹកបានគេចចេញទីបំផុតរិទ្ធីបានមកដល់កំពូលភ្នំត្បែងដែលព័ន្ធជុំវិញទៅដោយសមុទ្រពពកដ៏ស្រស់ត្រកាលនៅទីនោះគេបានជួបនឹងអ្នកសច្ចាំងដ៏មានឥទ្ធិបារមីដែលកំពុងគង់សមាធិយ៉ាងស្ងប់ស្ងាត់តាដឹងពីគោលបំណងរបស់ចៅហើយចៅប្រុសដ៏មានចិត្តបរិសុទ្ធលោកតាឥសីបានប្រាប់រិទ្ធីថាគ្រោះរាំងស្ងួតនេះមិនមែនកើតឡើងដោយធម្មជាតិទេតែដោយសារបិសាចភ្លើងកាឡាប្រាំងដែលលួចបឿនស្រូបទឹកក្រោមដីបិសាចនេះមានកម្ដៅខ្លាំងក្លាណាស់បើគ្មានវិជានិងអាវុធទិបទេចៅមិនអាចយកឈ្នះវាបានឡើយរិទ្ធីបានចាប់ផ្ដើមតាំងសមាធិរៀនប្រមូលថាមពលធម្មជាតិនិងធ្វើឲ្យចិត្តស្ងប់ដូចទឹកមិនយូរប៉ុន្មានដោយសារតែភាពវៃឆ្លាតនិងការព្យាយាមគេអាចបញ្ជាធាតុទឹកបានយ៉ាងស្ទាត់ជំនាញលោកតាបានសាកល្បងកម្លាំងរបស់គេដោយប្រើកម្ដៅភ្លើងដើម្បីឲ្យប្រាកដថាគេអាចទប់ទល់នឹងបិសាចបានដាវនេះនឹងកាត់ផ្ដាច់គ្រប់កម្ដៅចូលប្រើវាដើម្បីសង្គ្រោះមិនមែនដើម្បីបំផ្លាញឡើយខ្ញុំយល់ហើយលោកតាពេលឃើញរិទ្ធីត្រៀមខ្លួនរួចរាល់លោកតាក៏បានប្រគល់ដាវព្រះខ័នវារីដែលជាអាវុធទិព្វត្រជាក់ត្រជុំបំផុតព្រមទាំងបានសូត្រមន្តប្រសិទ្ធិក្រមារបស់អ៊ឺធីឲ្យคล้ายជាអាវក្រោះការពារភ្លើងដ៏ស័ក្តិសិទ្ធិដើម្បីឲ្យទាន់ពេលវេលាខ្លះទឹកបានស្ម័គ្រចិត្តឲ្យរិទ្ធីជិះចុះពីភ្នំត្បែងឆ្ពោះទៅកាន់ភូមិវិញយ៉ាងលឿនដូចភ្លេចបន្ទោតោះមិត្តសម្លាញ់អ្នកភូមិកំពុងរងចាំយើងពេលមកដល់ខាងក្រោមស្ថានភាពកាន់តែអាក្រក់ទៅដីប្រេះក្រហែងនិងមានផ្សែងហុយចេញពីបាតបឹងដែលរីងស្ងួតគេបានដើរចូលទៅក្នុងបាតបឹងតែម្នាក់ឯងដោយក្តីក្លាហានដើម្បីប្រឈមមុខនឹងសត្រូវបង្ហាញខ្លួនមកបិសាចអាក្រក់ឯងមិនអាចបំផ្លាញទីនេះបានទៀតទេមនុស្សល្ងងឯងហ៊ានមកតទល់នឹងភ្លើងនរករបស់អញផងបិសាចភ្លើងបានព្រុសភ្លើងយ៉ាងសន្ធោសន្ធៅដាក់រិទ្ធីកម្ដៅដ៏ខ្លាំងក្លាស្ទើរតែធ្វើឲ្យផែនដីរលាយដោយប្រើមន្តវិជ្ជាដែលបានរៀនអ៊ឺធីបានបង្កើតខែលទឹកយ៉ាងរឹងមាំដើម្បីការពារខ្លួនពីភ្លើងនរករិទ្ធីបានហូតដាវព្រះខ័នវារីចេញពន្លឺពណ៌ខៀវដ៏ត្រជាក់បានជះចេញពីមុខដាវធ្វើឲ្យកម្ដៅថយចុះមួយរំពេចការប្រយុទ្ធដ៏ស្វិតស្វាញបានចាប់ផ្ដើមរិទ្ធីបានវាយសម្រុកយ៉ាងរហ័សដោយប្រើភាពត្រជាក់នៃដាវដើម្បីកាត់ផ្ដាច់កម្ដៅរបស់បិសាចបិសាចភ្លើងបានប្រើល្បិចបំផ្លាញដីឲ្យคล้ายជាកែវរលាយដើម្បីចាប់ជើងរិទ្ធីមិនឲ្យកម្រើកបានឥឡូវឯងគត់មិនរួចទេចាំមើលអញស៊ីឯងទាំងរស់ក្នុងគ្រាលំបាករិទ្ធីបាននឹកឃើញដល់ពាក្យលោកតាក្រមាសិលរបស់គេបានបញ្ចេញពន្លឺការពារយ៉ាងស័ក្តិសិទ្ធិលោកតាជួយចៅផងរិទ្ធីបានប្រើប្រាស់វិជ្ជាគុណបកតតោរួមផ្សំនឹងមន្តវិជ្ជាធាតុទឹកដើម្បីវាយបកទៅលើបិសាចវិញ
សត្វខ្លះទឹកមិនព្រមឈរមើលឡើយវាបានលោតមកជួយខ្វាច់បិសាចភ្លើងដើម្បីបញ្ជាពេលឲ្យរុទ្ធីរុទ្ធីឃើញឱកាសល្អក៏ស្ទុះទៅចាក់ចំចំណុចសំខាន់នៃកម្លាំងភ្លើងរបស់បិសាចចប់ហើយអាបិសាចកំណាចដោយដឹងថាមិនអាចយកឈ្នះបានបិសាចភ្លើងបានខួងដីរត់គេចខ្លួនចុះទៅក្រោមរុទ្ធីនឹងខ្លះទឹកមិនបណ្ដោយឲ្យវាដោះសារបានឡើយក៏លោតតាមទៅភ្លាមនៅបាតល្អាងពួកគេបានប្រទះឃើញបិសាចភ្លើងកំពុងព្យាយាមបឺតស្រូបយកប្រភពទឹកចុងក្រោយដែលជាបេះដូងនៃភូមិរិទ្ធីបានប្រមូលថាមពលសមាធិនិងមន្តវិជ្ជាទាំងអស់ដែលលោកតាឥសីបានបង្រៀនបញ្ចូលទៅក្នុងដាវព្រះខ័នវារីដោយកម្លាំងចិត្តដ៏មុតមមគេបានហក់ទៅកាប់បំបែកអណ្ដាតភ្លើងនរករបស់បិសាចជាពីរបារមីភ្នំត្បែងភាពត្រជាក់នៃដាវទឹកបានកកបិសាចភ្លើងឲ្យคล้ายជាថ្មខ្មៅរលត់សង្ខារនៅពេលនោះទៅនៅពេលបិសាចត្រូវកម្ចាត់ប្រភពទឹកដែលត្រូវជាប់ឃុំក៏បានរំដោះខ្លួនបាញ់ហោះត្រង់ទៅលើអាកាសទឹកបានคล้ายជាពពើហើយធ្លាក់មកជាភ្លៀងយ៉ាងសន្ធឹកសម្ភប់ស្រោចស្រពផែនដីដែលកំពុងស្រេកឃ្លានធម្មជាតិបានរស់រានមានជីវិតឡើងវិញដើមឈើនិងដំណាំដុះលូតលាស់ខៀវស្រងត់ត្រឹមមួយព្រឹកភ្នែកលទ្ធិបានវិលត្រឡប់មកភូមិវិញដោយជោគជ័យអ្នកភូមិទាំងអស់បានអបអរសាទរគេជាវីរបុរសសង្គ្រោះភូមិរឿងនេះបង្រៀនយើងថាភាពក្លាហានចិត្តបរិសុទ្ធនិងការលះបង់ដើម្បីអ្នកដទៃអាចជួយយើងឲ្យយកឈ្នះរាល់ឧបសគ្គអរគុណអ្នកទាំងអស់គ្នាហើយនឹងបរមីភ្នំត្បែងដំណើររឿងភ្នំត្បែងចប់ហើយខ្ញុំចាំអ្នកនៅទីនោះណា